អ្នកអាចមានបញ្ហារាប់ពាន់ក្នុងជីវិតរហូតដល់អ្នកមានបញ្ហាសុខភាពហើយអ្នកមានវាតែមួយប៉ុណ្ណោះអ្វីៗផ្សេងទៀតដូចជាលុយកាក់ភាពតានតឹងទំនាក់ទំនងរសាត់បាត់មួយរំពេចទៅនៅខាងក្រោយស្រមោលរបស់សុខភាពព្រោះពេលដែលខ្លួនប្រាណឬចិត្តរបស់អ្នកមានការឈឺចាប់ហើយគ្មានអ្វីសំខាន់ផ្សេងទៀតឡើយសុខភាពមិនមែនគ្រាន់តែជាអ្វីដែលអ្នកមាននោះទេវាជាអ្វីគ្រប់យ៉ាងវាជាអ្នកឲ្យយើងភ្ញាក់ឡើងប្រកបដោយថាមពលធ្វើចលនាដោយគ្មានការឈឺចាប់សើចដោយគ្មានការបង្ខំនិងដកដង្ហើមដោយគ្មានការប្រឹងប៉ុន្តែយើងភាគច្រើនមិនដឹងពីវារហូតដល់ពេលបាត់ទៅនៅពេលដែលសុខភាពរបស់អ្នករងទុក្ខសូម្បីតែរឿងតូចតាចក៏ក្លាយជារឿងពិបាកដែរក្តីសុបិនរបស់អ្នកត្រូវបានពន្យាពេលឬបំផ្លាញគ្មានសុភមង្គលហើយជីវិតចាប់ផ្ដើមបាត់បង់ពណ៌ស៊ីជម្ពូរបស់វានោះហើយជាមូលហេតុដែលអ្នកត្រូវការថែរក្សាខ្លួនឯងវាជាទង្វើនៃសេចក្តីស្រឡាញ់ចំពោះខ្លួនឯងអំណោយសម្រាប់អនាគតខ្លួនឯងព្រោះពេលអ្នកមានសុខភាពល្អអ្នកអាចទទួលបាននៅអ្វីគ្រប់យ៉ាងប៉ុន្តែបើគ្មានវាសូម្បីតែការប្រយុទ្ធដ៏ងាយស្រួលបំផុតក៏មានអារម្មណ៍ថាមិនអាចទៅរួចដែរកុំចាំដល់បាត់បង់ទៅយល់ពីតម្លៃរបស់សុខភាពការពារឥឡូវនេះខណៈពេលដែលអ្នកនៅតែអាចធ្វើបានរឿងខ្លះយើងអត់បានធ្វើសោះយើងអត់បានខុសសោះតែដោយសារយើងវាអត់មានសមត្ថភាពនៅក្នុងការនិយាយអត់មានសមត្ថភាពនៅក្នុងការឆ្លើយតបគេចោទយើងទៅជាមនុស្សអាក្រក់នៅក្នុងខ្សែភ្នែកគេបដ ாய் មិនចេះបកស្រាយคล้ายជាជនរងគ្រោះបងប្អូនប្រមាណអ្នកដែលคล้ายជាជនរងគ្រោះដោយសារតែខ្លួនឯងអត់ចេះបកស្រាយអត់ចេះឆ្លើយតបអត់ចេះបញ្យល់គេត្រឡប់ទៅវិញគេថាមិនទទួលយកអញ្ចឹងគេនិយាយមិនក៏ខ្លួនឯងទទួលយកអញ្ចឹងបងប្អូនណាពេលខ្លះយើងคล้ายជាមនុស្សអាក្រក់នៅក្នុងខ្សែភ្នែកគេដោយសារតែការអត់ចេះឆ្លើយតបការអត់ចេះបញ្យល់ការអត់ចេះនិយាយឬមួយក៏ការអត់ចេះបកស្រាយទៅកាន់គេវិញហ្នឹងណាបងប្អូនដឹងទេថារឿងខ្លះយើងអត់បានធ្វើសោះយើងអត់បានខុសសោះតែដោយសារយើងវាអត់មានសមត្ថភាពនៅក្នុងការនិយាយអត់មានសមត្ថភាពនៅក្នុងការឆ្លើយតបគេចោទយើងទៅជាមនុស្សអាក្រក់នៅក្នុងខ្សែភ្នែកគេបដ ாய் បានត្រូវឆ្លងរឿងរ៉ាវនេះទើបចេះរឹងមាំខ្ញុំសូមធ្វើជានារីទន់ខ្សោយរហូតតែប្រសើរជាង